របៀបធ្វើឆាក្តៅអង្កែបឲ្យឡើងពណ៌ក្រហមស្ងួតបែបនេះអត់មានក្លិនឆ្អាបនិងមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់បន្លែយើងប្រើដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសម្លេស្លឹកក្រូចស្លឹកគ្រៃនិងម្ដេងជាដំបូងគឺយើងត្រូវយកអង្កែបទៅកាត់វាជាដុំៗសិនកាត់វាជាដុំធំតូចតាមចំណង់ចំណូលចិត្តរបស់បងប្អូនតមកយើងយកវាទៅប្រឡាក់គ្រឿងយើងប្រើដូចជាស្ករសប៊ីចេងរ៉ូឌីទឹកស៊ីអ៊ីវហើយនិងម្សៅអំពងសម្រាប់ម្សៅអំពងបងប្អូនអត់ចូលចិត្តមិនដាក់ក៏បានដែរច្បល់វាចូលជាតិហើយយកវាទៅដាក់អំពងសម្រាប់ការអំពងក៏យើងអត់អំពងឲ្យវាក្រៀមខ្លាំងពេកដែរឲ្យវាក្រៀមតិចតិចឡើងពណ៌ក្រហមមកល្មមហើយយើងលើកវាទុកម្ដុំសិនបន្ទាប់មកយើងអំពងបន្លែឲ្យវាឡើងក្រៀមតិចហើយយើងលើកវាទុកម្ដុំដូចគ្នាហើយបន្ទាប់មកយើងលីងខ្ទឹមនិងម្ទេសឲ្យវារៀងឈ្ងុយតិចហើយយើងដាក់គ្រឿងចូលថែមតិចទៀតគ្រឿងយើងប្រើដូចជាស្ករសប៊ីចេងរ៉ូឌីនិងទឹកប្រេងខ្យងហើយយើងដាក់វាកូរជាមួយម្ទេសខ្ទឹមនឹងមកយើងដាក់ទឹកចូលបន្តិចដើម្បីឲ្យវាលាយគ្រឿងហើយយើងអាចភ្លក់បានហើយបើល្មមយើងចាក់អង្កែបហើយនិងបន្លែចូលមកហើយយើងបន្តកូរវាឲ្យចូលជាតិគ្នាបន្តិចមកហើយយើងដាក់ម្រះព្រៅចូលហើយយើងកូរវាឲ្យស្ងួតបែបហ្នឹងបងអូនចាំដាក់ម្រះព្រៅចូលហើយសម្រាប់ឆាអង្កែបយើងហើយជាការស្រេចហើយបងអូនសម្រាប់ការធ្វើវាអត់ស្រួលហ្មងទេដោយសារវាច្រើនដំណាក់កាលអញ្ចឹងបងអូនអាចយកទៅរៀនធ្វើបានហើយបើបងអូនខ្ជិលធ្វើបងអូនអាចមកញ៉ាំនៅហាងខ្ញុំក៏បានឬក៏កំងច្រកទៅញ៉ាំនៅផ្ទះក៏បានមានលក់នៅប៉ែតតាហ៊ូអាំងហើយសម្រាប់ទីតាំងនៅកំពង់សោម